មានបងប្រុសម្នាក់សួរមកកាន់ខ្ញុំថាបងសុំសួរមួយបើអត់មានសម្បត្តិអាពាហ៍ពិពាហ៍ចង់កាត់ឈ្មោះប្លង់ផ្ទះបានឬអត់សម្រាប់សំណួរនេះខ្ញុំសូមឆ្លើយយ៉ាងខ្លីជូនបងប្អូនភ្លាមៗតែម្ដងគឺបានមិនមានបញ្ហាទេប៉ុន្តែវាអាស្រ័យលើស្ថានភាពជាក់ស្ដែងរបស់បងប្អូនដែរត្រូវបែងចែកជា3ករណីករណីទី1បើបងប្អូនទិញពីគេហើយចង់កាត់ឈ្មោះដាក់ម្នាក់ឯងបងប្អូនគ្រាន់តែបញ្ជាក់ភាពនៅលាវទៅគឺរួចរាល់មិនចាំបាច់ប្រើសម្បត្តិអាពាហ៍ពិពាហ៍ទេហើយច្បាប់ចាត់ទុកជាទ្រព្យផ្ទាល់ខ្លួនករណីទី2បើចង់កាត់ឈ្មោះដាក់រួមទាំងពីរនាក់ទោះអត់សម្បត្តិអាពាហ៍ពិពាហ៍ក៏ធ្វើបានដែរដោយច្បាប់នឹងចាត់ទុកជាកម្មសិទ្ធិអភិភិបដោយយើងរួមហ៊ុនគ្នាទិញអញ្ចឹងគឺមានឈ្មោះទាំងពីរនាក់នៅលើប្លង់តែម្ដងនិងករណីទី3បើចង់កាត់ឈ្មោះដាក់ជាទ្រព្យរួមប្តីប្រពន្ធទោះអត់សម្បត្តិអាពាហ៍ពិពាហ៍ក៏ធ្វើបានដូចគ្នាដែរឲ្យតែបងប្អូនមានសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសាររួមគ្នាដែលមានការបញ្ជាក់ច្បាស់លាស់ថាជាប្តីប្រពន្ធនោះយើងអាចយកទៅរៀបចំដាក់ជាទ្រព្យរួមប្តីប្រពន្ធបានហើយប៉ុន្តែសូមបញ្ជាក់បន្តិចណាបើលុយរកបានទាំងពីរនាក់តែពេលកាត់ឈ្មោះបែរជាដាក់ត្រឹមតែម្នាក់ឯងដោយគ្មានសម្បត្តិអាពាហ៍ពិពាហ៍សៀវភៅស្នាក់នៅឬសៀវភៅគ្រួសាររួមគ្នាទេថ្ងៃក្រោយអាចមានហានិភ័យទំនាស់ប្រសិនបើគ្មានកិច្ចសន្យាព្រមព្រៀងច្បាស់លាស់រវាងដៃគូទាំងសងខាងតែប្លង់ផ្ទះរបស់បងប្អូនបច្ចុប្បន្នស្ថិតនៅក្នុងករណីមួយណាដែរ Comment សួរចម្ងល់បន្ថែមនៅខាងក្រោមនេះបានហើយកុំភ្លេចចុច like និង follow ដើម្បីទទួលបានចំណេះដឹងថ្មីៗសូមអរគុណហេឈប់សិនប្រសិនបើបងប្អូនកំពុងរវល់ឬស្មុគស្មាញមិនដឹងត្រូវរៀបចំឯកសារចាប់ផ្ដើមពីណាទៅណានោះទេកុំបារម្ភអីអាចទំនាក់ទំនងមកយើងខ្ញុំបានយើងខ្ញុំនឹងជួយសម្របសម្រួលនិងប្រឹក្សាយោបល់ជូនបងប្អូនដោយក្តីរីករាយ